សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងបន្តមានការវាយប្រហារទៅតាមអាកាសយ៉ាងខ្លាំងខណៈដែលដ្រូននិងមីស៊ីត្រូវបានប្រើប្រាស់វាយប្រហារលើគោលដៅក្នុងទឹកដីរបស់ខ្លួនទៅវិញទៅមកនៅយប់ថ្ងៃទី16ខែសីហាដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារតំបន់ជុំវិញទីក្រុងមូស្គូក្នុងប្រទេសរុស្ស៊ីអភិបាលតំបន់មូស្គូបាននិយាយថានេះជាការវាយប្រហារក្នុងចំណោមការវាយប្រហារដ៏ធំបំផុតដែលបានកំណត់គោលដៅលើតំបន់នេះការវាយប្រហារនេះបណ្ដាលឲ្យបុរសអាយុ83ឆ្នាំម្នាក់បានស្លាប់និងមានមនុស្សជាច្រើនទៀតរងរបួសចំណែកឯឃ្លាំងក្រុមហ៊ុនលក់ទំនិញអនឡាញ Wilburberry ក៏ត្រូវបានវាយប្រហារបង្កឲ្យមានអគ្គិភ័យនិងផ្សែងខ្មៅហុយយ៉ាងខ្លាំងចំណែកឯរុស្ស៊ីក៏បានអះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនសរុបចំនួន822គ្រឿងនៅទូទាំងប្រទេសជាមួយគ្នានេះដែររុស្ស៊ីក៏បានបើកការវាយប្រហារដោយមីស៊ីលនិងដ្រូនទៅលើទីក្រុងគីវរបស់អ៊ុយក្រែនការវាយប្រហារនេះបង្កឲ្យមានអគ្គិភ័យនៅតំបន់ជាច្រើនរួមទាំងផ្សារលក់សៀវភៅមួយនៅក្នុងទីក្រុងដែលអ្នកលក់បានរាយការណ៍ថាសៀវភៅនិងទំនិញជាច្រើនត្រូវបានបំផ្លាញចំណែកឯការវាយប្រហារទាំងអស់នេះបង្ហាញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅតែមានភាពតានតឹងយ៉ាងខ្លាំងខណៈដែលភាគីទាំងពីរបន្តប្រើប្រាស់ដ្រូននិងមីស៊ីលវាយប្រហារលើគោលដៅនៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមក